ទី1គឺមិត្តរួមជាតិយើងជាខ្មែរដូចគ្នាជាកម្ពុជាបនជាកូនអ្នកកម្ពុជាដូចគ្នាទាំងអស់ទី3ជាខេមរៈបនជាបនរបស់ជនអ្នកដែលមានសេចក្តីក្សេមសាន្តនេះឈ្មោះថារួមជាតិនោះតែកន្លងមកហើយមនុស្សទូទាំងប្រជាជាណាចក្រកម្ពុជានេះអត់ដែលបានមានបញ្ញាឆ្លោះឃើញតែយើងទាំងអស់គ្នានេះជាពូជពងវងត្រកូលជាមួយគ្នាអត់ដែលបានគិតទេគ្រប់គ្នាទាំងអស់ប៉ុន្តែថ្ងៃនេះសូមពំភ្លឺដល់សាសនានុសិស្សទាំងអស់ឲ្យដឹងថាយើងនេះជាខ្សែស្រឡាយពូជពងវងត្រកូលជាមួយគ្នាទេក៏ប៉ុន្តែកំណើនមនុស្សនៅលើទឹកដីកម្ពុជាតែចេះតែកើនចម្រើនឡើងជើងអៀតភូមិមួយទៅដល់ទៅនៅឃុំមួយទៀតជើងអៀតឃុំមួយដល់ស្រុកមួយស្រុកមួយជើងអៀតដល់ខេត្តមួយទៀតខេត្តមួយជើងអៀតហើយក៏រាយទូទាំង25ខេត្តក្រុងនៅក្នុងទឹកដីប្រជាជាណាចក្រកម្ពុជានេះអាស្រ័យហេតុនេះឯងបានជាយើងទាំងអស់គ្នានឹងអត់ដែលបានគិតថាយើងឈាមជឿខ្សែស្រឡាយពូជពងវងត្រកូលជាមួយគ្នាទេប៉ុន្តែថ្ងៃនេះសូមពំភ្លឺសាសនានុសិស្សទាំងអស់ឲ្យយល់ឲ្យស្គាល់ថាតើយើងទាំងអស់គ្នានេះជាអ្វីនឹងគ្នាគឺយើងទាំងអស់គ្នានេះជាខ្សែស្រឡាយឈាមជឿពូជពងវងត្រកូលជាមួយគ្នាទាំងអស់មិនអ្នកសៀមរាបផ្សេងអ្នកភ្នំពេញផ្សេងអ្នកព្រៃវែងកំពង់ចាមកំពង់ធំអីគ្រប់ខេត្តទាំងអស់ជាអ្នកកន្ទាតដតីមែនតែពូជយើងទាំងអស់គ្នាមិនសំជ្រាបយ៉ាងយើងស្គាល់គ្នាត្រឹមតែតាទួតស្គាល់ត្រឹមតាទួតប៉ុណ្ណឹងទេក៏ស្គាល់មិនគ្រប់ផងបើឡើយយើងនេះវាដល់ទៅតាលួតតាលាដល់តាលួតតាលាគឺវាដាច់ឆ្ងាយពីគ្នាអត់ដែលស្គាល់គ្នាទេប៉ុន្តែតាមពិតប្រភពដើមពូជតែមួយទេបុរាណចាស់លោកថាយើងនឹងតោងសក់ជាមួយគ្នាទេតោងសក់មួយបានតែយើងនេះរស់កំណើតកើតនៅក្នុងតោងសក់ជាមួយគ្នាទាំងអស់នឹងសំបញ្យល់ចាដែលអាត្មាព្រាបលើកមកសម្ដែងរឿងរៀបនេះចង់ឲ្យយើងទាំងអស់គ្នានឹងមានវិសាសស្និទ្ធស្នាលដល់គ្នានឹងគ្នាហើយយើងទាំងអស់គ្នាក្នុងប្រទេសកម្ពុជាទាំងមូលគឺពូជពងវង្សាយើងទាំងអស់បើអ្នកខាងវិជាសាស្ត្រយោឈាមមនុស្សគ្រប់ខេត្តទាំងអស់ទៅពិនិត្យមើលទៅគេចម្លើយឆ្លើយថាឈាមខ្មែរដូចគ្នាទាំងអស់នេះគេមើលដល់វិទ្យាសាស្ត្រប៉ុណ្ណឹងឯងបានថាពូជពងវងត្រកូលជាមួយគ្នាណាទី2រួមសាសយើងនឹងជាពុទ្ធបរិស័ទជ្រះថ្លាចំពោះពុទ្ធសាសនាគោរពពុទ្ធសាសនាដូចគ្នាទាំងអស់គេតែគ្រប់ខេត្តទាំងអស់មានវត្តមានអារាមគ្រប់ខេត្តទាំងអស់ដែលជាវត្តពុទ្ធសាសនានឹងរួមសាសនាជាមួយគ្នាតែការរួមសាសនារបស់យើងនឹងដូចជាមិនសូវមានប្រយោជន៍អីសោះអំពីពុទ្ធសាសនានេះតែសារយើងអត់បានសិក្សានៅពុទ្ធសាសនានោះសោះម្ល៉េះហើយការគោរពពុទ្ធសាសនារបស់យើងគ្រាន់តែជាទំនៀមទម្លាប់ប្រពៃណីតគ្នាពីជីដូនជីតាទទួលលួតលាមកទេអត់បានសិក្សានៅព្រះធម៌ដែលជាពាក្យទូលមានព្រិនបដៅរបស់ព្រះពុទ្ធនឹងអត់បានរៀនទៅសោះ
ម្ល៉េះយើងទាំងអស់គ្នាក៏មិនសូវមានចំណាប់អារម្មណ៍អីចំពោះពុទ្ធសាសនានឹងទេថ្ងៃនេះសូមពន្យល់ពីពុទ្ធសាសនាពុទ្ធសាសនានេះជាភាសាបាលីមិនមែនភាសាខ្មែរទេប៉ុន្តែខ្មែរយើងនឹងមានភាសា3យកមកជាបាច់បញ្ចូលគ្នាទៅជាភាសារបស់ជាតិយើងភាសា3ភាសាទី1គឺភាសាសំស្ក្រឹតទី2គឺភាសាបាលីភាសាសំស្ក្រឹតនិងភាសាបាលីនេះមិនមែនជាភាសាកើតនៅលើទឹកដីរបស់យើងទេជាភាសាដែលមកអំពីមជ្ឈិមប្រទេសចម្ពោះទ្វីបប្រទេសជាតិភូមិរបស់ព្រះពុទ្ធភាសាសំស្ក្រឹតចូលមកទឹកដីកម្ពុជាយើងតាមរយៈសាសនាព្រាហ្មណ៍ហិណ្ឌូនិងពុទ្ធសាសនានិកាយមហាយានភាសាបាលីចូលមកទឹកដីកម្ពុជាយើងតាមរយៈពុទ្ធសាសនាថេរវាទយ៉ាងណាព្រះភាសាបរទេសទេមករួមបញ្ចូលនឹងខេមរៈភាសាគឺភាសាជាតិរបស់ព្រះយើងហ្នឹងគឺតែយើងយកមកច្បាច់ភាសា3ភាសាមកប្រើជាភាសាខ្មែរយើងហ្នឹងនឹងសំសាសនសាសទាំងឡាយនឹងជ្រាបដោយយើងសពថ្ងៃយើងនិយាយជាបល់ចលោគ្នាទាំង3ភាសាដោយជាភាសាបាលីថាធម្មៈភាសាសំស្ក្រឹតថាព្រះធម៌ភាសាខ្មែរថាពាក្យទូលមានព្រានបដៅគឺតែយើងនិយាយទាំង3ភាសាហើយម្យ៉ាងទៀតដូចជាភាសាថាសតិជាភាសាបាលីស្មារតីជាភាសាសំស្ក្រឹតខ្មែរយើងថាការនឹកការរលឹកឃើញនៅអ្វីមួយយើងនិយាយទាំង3ប៉ុន្តែយើងអ្នកនិយាយអត់ដឹងថាអ្វីជាភាសាណាមួយនឹងអត់ដឹងទេដូចជាពាក្យថាបញ្ញាភាសាបាលីសំស្ក្រឹតថាប្រាជ្ញាដល់ខ្មែរយើងថាប្រាជ្ញាចុះបើប្រែជាខ្មែរថាសេចក្តីដឹងទូទៅយើងដឹងយើងស្គាល់អ្វីជាទូបញ្ញា